ក្រុមជំនាញសួររកជាសួរដែលទៅកាន់អ្នកនេះមកជួបជាមួយខ្ញុំបាទបងប្អូនខ្ញុំមកនិយាយពីរបៀបនៃការ install រកជាតម្លើងទៅលើ Linux នៅក្នុង VMware អញ្ចឹងអ្នកខ្ញុំបង្កើតទៅលើ new machine តែមុននឹងអ្នកគ្នានេះអ្នកគ្នាត្រូវ download នេះបាទ CentOS វាសិននេះ website វាគឺ CentOS CentOS.org ប៉ុណ្ណឹងមកហើយអ្នកគ្នា download វាមកតោះមកអ្នកគ្នាបង្កើតទៅលើ new machine ហើយអ្នកគ្នាយក custom ហើយអានឡាញនេះគឺអ្នកគ្នាយក nick វាមកមិនខ្វល់ទេហើយនេះក៏ដូចគ្នាហើយឡើយនេះយើងប្រើ Linux ចាប់មកនេះយើងដូរឈ្មោះវាយើងដាក់វាឈ្មោះដាក់ year 1.m1 នេះ year 1 year 4អញ្ចឹងតែនេះខ្ញុំសូមឆេងវាខ្ញុំសូមដូរវាទៅក្នុងតារាយ D ទាំងអស់សូមមេកមួយដាក់Linux ខ្ញុំคลิก OK ចុចនេះហើយតមកឡើងនេះខ្ញុំសូមប្រើ nick ទាំងអស់នេះ 4G ប្រើ nick ហើយឡើងនេះក៏ខ្ញុំ nick វាដែរអូហើយខ្ញុំភ្លេចប្រាប់កន្លែងនេះមួយដែរគឺបាទខ្ញុំច្រឡំប្រើ YouTube ចឹងបានវាអត់ដើរកន្លែងនោះចឹងបានខ្ញុំចេះឆ្ងល់ចឹងអ្នកគ្នាត្រូវយកនៅណាបាទខ្ញុំចង់ភ្លេចឈ្មោះវាហើយនេះ Fedora នេះអា64 bit នេះនេះត្រូវ select យកនេះនេះអូខេអញ្ចឹងខ្ញុំចេះឆ្ងល់ថាអានោះខ្ញុំប្រើ YouTube ចឹងបានវាអត់ដើរកន្លែងនេះ machine ក៏ខ្ញុំដាក់ឈ្មោះចឹងដែរខ្ញុំមិនដូរទេចឹងខ្ញុំ nick ទាំងអស់អានេះខ្ញុំសូមប្រើតែ 14G ឲ្យវាខ្លាំងតិចទៅសូមបែកទៅមើលលេខនេះមួយខ្ញុំខ្លាចខុសលេខនេះដាក់អីគេដាក់ send វា send os stream 9អញ្ចឹង nick 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 ទៀត nick ទៀតហើយនេះក៏ recommend ដូចគ្នា nick create ហើយឡើយនេះខ្ញុំប្រើឡើយនេះយក20 nick ហើយតមកនៅចុងក្រោយគឺ
យើងនិចទៀតទេមិនខ្វល់ទេនេះហើយ finish តទៅពី finish ហើយខ្ញុំសូមប្រើទៅលើនេះដែលខ្ញុំ select យក file មេរបស់វាអញ្ចឹងខ្ញុំ send OS ដាក់ OS វាចូលហើយតបានចុច click OK using តបានបើកវាចូលហើយតបាន click OK ហើយតបាន select លើនេះចឹងអ្នកនេះយក start កុំយក test បើអ្នកគេ test នឹង comment បើអ្នកគេ test ដើរវានឹង success បើអ្នក test ដើរវានឹង fail ហើយវានឹងធ្វើម្ដងទៀតអញ្ចឹងបើទៅវារៀងយូរដែរសម្រាប់ពីដើមវាគួរសមនេះអញ្ចឹងយើងចូលមកដល់ហើយបាទយើងចូលមកដល់នៅក្នុង Linux របស់យើងហើយអញ្ចឹងសម្រាប់វីដេអូខ្ញុំក៏មាននេះដែរខ្ញុំខំប្រាប់ពីរបៀបនៃការinstall វានៅក្នុង VMware ហ្នឹងទេសម្រាប់ Linux អញ្ចឹងបើមានកន្លែងណាក៏ចូលសូមទោសផងអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមអរគុណ